ដើម្បីជ្រើសរើសមន្ត្រីរាជការដោយគោរពទៅតាមគោលការណ៍គុណធិបតេយ្យបរិយាបន្នប្រសិទ្ធភាពតម្លាភាពនិងយុត្តិធម៌ពាក់ព័ន្ធទៅនឹងគោលការណ៍បរិយាបន្នហើយនឹងគុណធិបតេយ្យនេះខ្ញុំបានជួបរឿងមួយចង់ចែកម្លែកអាយដាមលោកនាយកលោកស្រីនៅក្នុងចំណោមបេក្ខជនដែលបានប្រឡងសិស្សជាន់ខ្ពស់និងសិស្សក្រមការ 9000 នាក់មានបេក្ខជនម្នាក់ពិការភ្នែកទាំងសងខាងអញ្ចឹងហើយគណៈកម្មការយើងបានដាក់គាត់ទៅក្នុងបន្ទប់មួយដើម្បីធ្វើម្នាក់ឯងហើយដោយសារគាត់ពិការភ្នែកទាំងសងខាងគឺតម្រូវឲ្យអនុរិយម្នាក់ទៅអានវិញ្ញាសាជូនគាត់ទាំងអស់អានហើយបំពេញឲ្យគាត់ទៀតទៅតាមចម្លើយដែលគាត់ផ្ដល់ឲ្យវិញ្ញាសាទី1នោះគឺវិញ្ញាសាភាសាបរទេសភាសាអង់គ្លេសហើយខ្ញុំផ្ទាល់បានខ្ញុំអង្គុយឈរនៅសង្កេតនៅក្នុងបន្ទប់នឹងរហូតខ្ញុំបានឲ្យអនុរិយម្នាក់ដើម្បីធ្វើការអានវិញ្ញាសានោះជូនបេក្ខជនខ្ញុំឲ្យគាត់អានពីសំណួរទី1រហូតដល់សំណួរទី5ហើយខ្ញុំសង្កេតឃើញថាថ្មីត្បិតតែពិការភ្នែកទាំងសងខាងគាត់ឆ្លើយត្រូវទាំងអស់ពីសំណួរទី1ដល់សំណួរទី5អញ្ចឹងនេះហើយគឺជាគោលការណ៍បរិយាបន្ននិងគុណធិបតេយ្យមិនមែនតែវិញ្ញាសាភាសាអង់គ្លេសទេដល់វិញ្ញាសាវប្បធម៌ទូទៅក៏ខ្ញុំទៅទៀតខ្ញុំឃើញថាថ្មីត្បិតតែពិការភ្នែកមែនប៉ុន្តែគាត់អាចឆ្លើយបានសំណួរភាគច្រើនយ៉ាងនេះគឺជាការប្រឡងជ្រើសរើសដែលផ្អែកទៅលើគោលការណ៍ដែលយើងបានដាក់ចេញគឺយុត្តិធម៌តម្លាភាពបរិយាបន្នគុណធិបតេយ្យនិងប្រសិទ្ធភាពរដ្ឋាភិបាលគាត់កំពុងតែជួយសម្រួលឲ្យបងប្អូនដែលមានជំនាញហ្នឹងគាត់ចូលរួមនៅក្នុងសង្គមដោយជាក់ស្ដែងនៅក្នុងការប្រឡងគឺមានការសម្របសម្រួលច្រើនពីខាងគណៈកម្មការដូចជាលោកគ្រូអ្នកគ្រូគាត់ជួយខ្ញុំច្រើនមែនទែនអញ្ចឹងខ្ញុំចូលមកមានថាមានភាពកក់ក្ដៅតែម្ដងចូលในការប្រឡងហ្នឹងគឺកក់ក្ដៅដល់ពេលដែលខ្ញុំមកពីផ្ទះខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តខ្ញុំមិនដឹងថាខ្ញុំទៅប្រឡងនៅចន្ទទីប្រមាណអញ្ចឹងទៅបន្ទប់ទីប្រមាណហ្នឹងទៅតែមកដល់ខាងសាលាក៏រៀបចំជូនមកស្អាតឲ្យខ្ញុំម្ដងហើយទាំងយកចិត្តទុកដាក់សម្រាប់ខ្ញុំគាត់សួរខ្ញុំថាគាត់ខ្ញុំនឹងធ្វើការអត់ហើយខ្ញុំនឹងស្រួលក្នុងការសរសេរអត់មានត្រូវការអីអត់គឺគាត់សួរមកច្រើនសួរពីច្រើនពីខ្ញុំអញ្ចឹងគាត់លើកទឹកចិត្តខ្ញុំច្រើនយើងចាំទៅគាត់ផ្ដល់ឲ្យខ្ញុំលើសពីបេក្ខជនដទៃទៀតដែលឲ្យខ្ញុំនឹងចូលរួមពេញលេញដូចពួកគេដែរមានថាទី1គឺសប្បាយដែលខាងក្រសួងគាត់មិនរើសអើងនៅយើងដែលជាជនពិការគាត់អនុញ្ញាតយើងចូលប្រឡងជាមួយបេក្ខជនឬក៏បេក្ខនារីផ្សេងទៀតបាទគឺមានតម្លាភាពស្មើគ្នាអត់មានខ្សែអត់មានអីទេគឺប្រឡងសមត្ថភាពចេញពីសមត្ថភាពពិតជាសប្បាយចិត្តមែនទែនសូមអរគុណទៅដល់ថ្នាក់ដឹកនាំដែលលោកបានគិតគូរហើយនឹងបានសម្រួលដល់ខ្ញុំដែលមានជនពិការភាពអរគុណច្រើនមែនទែន